ឡើងនៅលក្ខណៈសម្បត្តិនៃមេដឹកនាំចៅម៉ាស៊ីននេះចំនួន8ទី1ភាសាអង់គ្លេសហៅ blame shifting blame shifting នេះមានន័យអញ្ចឹងមានន័យថាឲ្យតែមានរឿងពេលណារឿងតូចក៏ដោយរឿងធំក៏ដោយមេដឹកនាំហ្នឹងគឺអត់សូវទទួលខុសត្រូវទេហើយចូលចិត្តបន្ទោសអ្នកជំនាញខ្លួនគេបន្ទោសកូនចៅបន្ទោសអានេះមិនកើតអានោះមិនកើតដែលយើងហៅម្យ៉ាងទៀតហៅថាមេដឹកនាំដែលទទួលយកតែត្រូវអាណាខុសៗគឺកូនចៅទាំងអស់ហ្នឹងបើសិនជាបងប្អូនសង្កេតឃើញមេដឹកនាំនយោបាយឬក៏មេដឹកនាំនៅក្នុងស្ថាប័នរបស់ខ្លួនមានចរិតបែបហ្នឹងអាហ្នឹងជាលក្ខណៈសម្បត្តិទី1នៃមេដឹកនាំចៅម៉ាស៊ីនលក្ខណៈសម្បត្តិទី2ភាសាអង់គ្លេសគេហៅ strategic destruction strategic destruction នេះមានន័យថាជាប្រភេទមេដឹកនាំដែលពេលមានរឿងកើតឡើងនៅក្នុងកិច្ចការងារនយោបាយនៃការដឹកនាំជាតិតែងតែបង្កើតព្រឹត្តិការណ៍ផ្សេងណាមួយទៀតដើម្បីបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋជាយុទ្ធសាស្ត្រកាយកប់ត្រឡប់ជន់នៃព្រឹត្តិការណ៍ទាំងអស់នោះដើម្បីធ្វើម៉េចឲ្យពលរដ្ឋនោះឈប់ចាប់អារម្មណ៍ទៅលើរឿងសំខាន់ទាំងអស់នោះបងប្អូនសង្កេតឃើញកន្លងមកហើយកំឡុងពេលដែលខ្មែរកំពុងតែឈឺចាប់ជាមួយនឹងការបាត់បង់បូរណភាពទឹកដីវាមានព្រឹត្តិការណ៍ផ្សេងទៀតដែលកើតឡើងដែលធ្វើឲ្យពលរដ្ឋមួយចំនួនហ្នឹងផ្លាស់ប្ដូរចំណាប់អារម្មណ៍ហើយយុទ្ធសាស្ត្រមួយនេះប្រើជោគជ័យរហូតដោយសារតែពលរដ្ឋយើងការយល់ដឹងអំពីតម្រិចតិចនិចនយោបាយហ្នឹងគាត់មិនសូវប្រកែទេឃើញទេអញ្ចឹងហើយធ្វើឲ្យអ្នកនយោបាយចៅម៉ាស៊ីនទាំងអស់នោះបានចិត្តហ្នឹងអញ្ចឹងបន្តបង្កើតព្រឹត្តិការណ៍ដើម្បីប្រឡប់ព្រឹត្តិការណ៍អញ្ចឹងទៅណាហើយគេមានក្រុមគេដើម្បីធ្វើម៉េចឲ្យព្រឹត្តិការណ៍ហ្នឹងពង្រីកព្រឹត្តិការណ៍ដែលគេបង្កើតឲ្យធំដើម្បីលុបព្រឹត្តិការណ៍ដែលជាព្រឹត្តិការណ៍ជាតិដែលជារឿងដែលប៉ះពាល់ទៅដល់បូរណភាពទឹកដីអីជាដើមឡើងបើសិនជាបងប្អូនពលរដ្ឋក្តីបងប្អូនដែលធ្វើការនៅក្នុងស្ថាប័នរដ្ឋក្តីឃើញរបៀបរបបមេដឹកនាំចេញមករបៀបហ្នឹងអាហ្នឹងគេហៅថាជាលក្ខណៈសម្បត្តិនៃមេដឹកនាំចៅម៉ាស៊ីនទី2លក្ខណៈសម្បត្តិទី2នៃមេដឹកនាំចៅម៉ាស៊ីនលក្ខណៈសម្បត្តិនៃមេដឹកនាំចៅម៉ាស៊ីនទី3ភាសាអង់គ្លេសគេហៅ targeting opponent មួយថ្ងៃរកតែយុទ្ធសាស្ត្ររកតែវិធីសាស្ត្រដើម្បីកំទេចដៃគូនយោបាយទេណាចាត់ទុកដៃគូប្រកួតប្រជែងនយោបាយជាសត្រូវស្លាប់រស់ណាជាសត្រូវស្លាប់រស់អត់ដែលរកឃើញថាដៃគូនយោបាយហ្នឹងអាចคล้ายទៅជាឬក៏គូប្រកួតប្រជែងនយោបាយហ្នឹងអាចคล้ายទៅជាដៃគូនយោបាយទៅថ្ងៃអនាគតដើម្បីដោះស្រាយបញ្ហាជាតិទេកន្លងមកយើងឃើញហើយទាំងអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនទាំងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហ្នឹងគឺអំពាវនាវឲ្យមានការរួបរวมឯកភាពជាតិប៉ុន្តែអត់មានសញ្ញាណាបង្កើតឲ្យមានការឯកភាពជាមួយនឹងដៃគូឬក៏គូប្រកួតប្រជែងនយោបាយណារួបរวมតែគ្នាឯងទេណារួបរวมតែគ្នាឯងទេអញ្ចឹងហើយបើបងប្អូនឃើញមេដឹកនាំនយោបាយណាដែលចេញមកស្តៀងអ្វីដែលខ្ញុំលើកឡើងហ្នឹងអាហ្នឹងជាសញ្ញាទី3នៃលក្ខណៈសម្បត្តិរបស់មេដឹកនាំចៅម៉ាស៊ីនលក្ខណៈសម្បត្តិទី4នៃមេដឹកនាំចៅម៉ាស៊ីនគឺ common scenario common scenario នេះជាភាសាអង់គ្លេសគេសំដៅទៅលើមេដឹកនាំនេះគឺតែងតែយកអា scenario ដែលអាចនឹងកើតឡើងនៅថ្ងៃអនាគតណាបងប្អូនដូចជាតាអញធ្លាក់ពីអំណាចដល់ការសង្គ្រាមណាអាហ្នឹងគេហៅ common scenario ហើយអាភាសានេះគឺមេដឹកនាំផ្ដាច់ការទូទាំងពិភពលោកប្រើអត់ពិបាកសង្កេតទេបើមិនអញ្ចឹងទេតាប៉ាអញធ្លាក់ឆ្នោតគឺកើតកលយុគហ៎អញ្ចឹងមេដឹកនាំទាំងអស់នេះគឺតែងតែផ្សាយអាសារនយោបាយបែបហ្នឹងទៅពលរដ្ឋបំភ័យពលរដ្ឋរាល់ថ្ងៃអញ្ចឹងទៅហើយមនុស្សយើងបំភ័យមួយថ្ងៃមិនទាន់ភ័យទេណាបំភ័យមួយឆ្នាំដូចចាប់ដើមបំភ័យ4-5ឆ្នាំភ័យហើយព្រោះធ្លាប់ឆ្លងកាត់ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាមគឺវេទនាណាបាត់បង់សមាជិកគ្រួសារស្អីតិចអស់ហើយអញ្ចឹងហើយអ្នកនយោបាយចៅម៉ាស៊ីនទាំងអស់ហ្នឹងគាត់ក៏សិក្សាដែរអំពីកត្តាចិត្តសាស្ត្រថាតើពលរដ្ឋខ្មែរហ្នឹងខ្លាចអីជាងគេប្រហែលជាអាចធ្វើការស្រាវជ្រាវទៅឃើញថាទី1នៅខ្លាចសង្គ្រាមឡើយទេអញ្ចឹងហើយបង្កើតគេហៅ common scenario ហ្នឹងគឺបំភ័យអញ្ចឹងទៅបំភ័យយូរភ័យលែងហ៊ានបោះឆ្នោតដូរមេដឹកនាំហើយអាហ្នឹងបងប្អូនសង្កេតឃើញអញ្ចឹងបងប្អូនអាចធ្វើការសន្និដ្ឋានបានថាអូមេដឹកនាំនេះចៅម៉ាស៊ីនអាហ្នឹងជាលក្ខណៈសម្បត្តិទី4នៃមេដឹកនាំចៅម៉ាស៊ីនលក្ខណៈសម្បត្តិទី5ជាប្រភេទមេដឹកនាំដែលបង្កើតកំហុសគេហៅថាបុគ្គលិកលក្ខណៈទី1មានបញ្ហាទទួលកូនចៅអានេះខុសពីអាមុនខុសពីទី1លក្ខណៈសម្បត្តិទី5នេះគឺបង្កើតកំហុសឲ្យថ្នាក់ក្រោមមានន័យថាបង្កើតកំហុសឲ្យគ្រប់គ្នានៅក្រោមការដឹកនាំរបស់ខ្លួនដើម្បីស្រួលមកធ្វើជាពួកធ្វើជាអន្ទាក់នៅក្នុងការសម្លុតកុំឲ្យពួកថ្នាក់ក្រោមនោះតបហ្នឹងបងប្អូនដែលធ្វើការមន្ត្រីរាជការហ្នឹងធ្លាប់ឆ្លងកាត់ហើយមន្ត្រីរាជការរងថ្ងៃនេះជាពិសេសចាប់តែពីទីអនុប្រធានឬក៏ប្រធានការិយាល័យឡើងទៅហ្នឹងគឺគ្រប់គ្នាហ្នឹងមានកំហុសគ្រប់តែគ្នាហ្នឹងតែហ៊ានងើបគេយកកំហុសចាស់ហ្នឹងយកមកសង្កត់ណាកំហុសចាស់ហ្នឹងយកមកសង្កត់ហើយកំហុសហ្នឹងវាមានច្រើនសន្តានណាមានច្រើនសន្តានអាហ្នឹងបើឃើញអញ្ចឹងបើឃើញមេដឹកនាំចូលចិត្តប្រើបច្ចេកទេសនៅក្នុងការបង្កើតកំហុសឲ្យកូនចៅតាមរយៈពុករលួយក្តីតាមរយៈកំហុសរដ្ឋបាលក្តីតាមរយៈកំហុសការងារក្តីណាអាហ្នឹងខ្ញុំបើកឧបចរតិចថាល្បិចហ្នឹងគឺជួនកាលយើងមានកំហុសមែនប៉ុន្តែមេធ្វើដូចស្រឡាញ់យើងណាយើងមានកំហុសការងារគេធ្វើដូចស្រឡាញ់យើងអញ្ចឹងអូអីទេអូនអីទេអីទេហ្នឹងគ្រោះថ្នាក់ថ្ងៃក្រោយគេយកអាហ្នឹងមករំលឹកបងប្អូនរាជការដឹងហើយខ្ញុំនិយាយទៅអ្នកដែលជួយធ្វើរាជការស្ដាប់ទៅកើតជាមួយតែគ្នា
អាហ្នឹងសម្រាប់tôiគឺមេអង្គភាពចាត់ចែងមកដល់អ្នកដែលធំចាប់ពីចវាយខេតចាប់ពីអីឡើងទៅគឺអង្គភាពប្រឆាំងអំពើពុករលួយណាគេប្រើយន្តការអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងមកចាត់ការព្រោះមានអីពិបាកជាប់តពុកអស់ហើយគេជាប់ធ្នាក់ជាប់តពុកអស់ហើយប្រកាសទ្រព្យសម្បត្តិស្អីៗហ្នឹងនៅក្នុងដៃរបស់ ACU ទាំងអស់ហ្នឹងហើយបើយើងទៅមើលតិចទៀតខ្ញុំនឹងនិយាយអំពីរឿងអង្គភាពប្រឆាំងអំពើពុករលួយតិចដែរព្រោះឥឡូវនេះឃើញផ្ទុះរឿងណាបន្ទុក CPI របស់យើងធ្លាក់ដល់ហើយណានៅក្នុងការដំណងរបស់លោកហ៊ុនម៉ាណែតហ្នឹងគឺអង្គើពុករលួយសន្ទុះនៃការប្រព្រឹត្តអំពើពុករលួយហ្នឹងគឺបន្ទុកយើងធ្លាក់ទៅទៀតហើយអញ្ចឹងហើយបើសិនជាបងប្អូនឃើញបុគ្គលិកលក្ខណៈស្តៀងដែលមេដឹកនាំចូលចិត្តណាបង្កើតកំហុសដើម្បីយកកំហុសមកសង្កត់កយើងអញ្ចឹងណាអាហ្នឹងគឺជាលក្ខណៈសម្បត្តិទី5នៃមេដឹកនាំចំសៀតដែរបុគ្គលិកលក្ខណៈទី6នៃមេដឹកនាំចំសៀតជាភាសាអង់គ្លេសគេហៅ trivializing important issue អានេះគឺកើតឡើងនៅក្នុងសង្គមខ្មែរច្រើនមែនតើ trivializing important issue នេះសំដៅទៅលើមេដឹកនាំនយោបាយឬក៏អ្នកគ្រប់គ្រងឬក៏សកម្មជននយោបាយនៃគណៈបកមួយឬក៏ជាមេដឹកនាំនយោបាយបរដ្ឋាភិបាលក៏ដោយគឺមិនសូវប្រកួតគំនិតទេមិនសូវប្រកួតគំនិតទេអត់ហ្មងនិយាយទៅគឺចឹងហើយយើងឃើញប្រវត្តិនយោបាយនៅក្នុងស្រុកខ្មែរយើងមិនដែលឃើញមាន debate អីណាបេក្ខភាពនាយករដ្ឋមន្ត្រីអីហ្នឹងមក debate រឿងសិទ្ធិកិច្ចរឿងនយោបាយរឿងការទូតរឿងពាណិជ្ជកម្មរឿងកសិកម្មអីទេមិនដែលទេបោះឆ្នោតរដ្ឋបាលទៅតាក់តែងតាំងអាណាធ្វើនាយករដ្ឋមន្ត្រីគឺចឹងទៅប៉ុន្តែប្រទេសដែលជឿនលឿនគឺមានការធ្វើ debate ដូចនៅសហរដ្ឋអាមេរិកដូចស្អីចឹងណាមានការជជែកដេញដោលខ្មែរយើងគេហៅការជជែកដេញដោលអំពីគោលនយោបាយទាំងអស់នោះប៉ុន្តែបុគ្គលិកលក្ខណៈនៃមេដឹកនាំចៅសៀតទី6នេះគឺគេថាចេះគេថាអត់ចូលរួមឬក៏មិនចូលចិត្តប្រកួតគំនិតទេក៏ប៉ុន្តែចូលចិត្តវាយប្រហារបុគ្គលិកលក្ខណៈបុគ្គលបុគ្គលិកលក្ខណៈបុគ្គលឧទាហរណ៍ថាយើងទៅជែកគ្នារឿងគោលនយោបាយកសិកម្មអញ្ចឹងអត់មានថាអូអាគោលនយោបាយនេះវាធ្វើម៉េចឲ្យស្រូវឡើងថ្លៃដំណាំកសិកម្មនាំចេញបានអត់ទេចាប់ផ្ដើមឡើងគឺជេរបុគ្គលនឹងតែម្ដងជួនកាលចេញមកអញ្ចឹងឯងឈួតទេអីចឹងទៅអញ្ចឹងបើសិនជាបងប្អូនសង្កេតឃើញបងប្អូនពលរដ្ឋសង្កេតឃើញមេដឹកនាំនយោបាយដែលចូលចិត្តជេរប្រមាណហ្នឹងខ្ញុំនិយាយទាំងពួករដ្ឋាភិបាលនិងពួកប្រឆាំងណាជួនកាលហ្នឹងអត់ទៅប្រកួតគោលនយោបាយជាមួយគេទេពួយជាបុគ្គលហ្មងដោយកន្លងមកយើងឃើញហើយមានការចោទប្រកាន់ពីរឿងណាហៅលោកនាយករដ្ឋមន្ត្រីសិតតែអាខ្វាក់អីចឹងទេហើយហៅនាយករដ្ឋមន្ត្រីខ្មែរហ្នឹងថាជាកូនផលិតធម៌ហ្នឹងអាហ្នឹងហើយគេហៅប្រភេទទី6លក្ខណៈសម្បត្តិទី6នៃមេដឹកនាំចៅសៀតដែរហើយប្រភេទពួកនេះក៏កាន់អំណាចឬក៏នៅក្នុងអំណាចឬក៏នៅត្រៀមកាន់អំណាចគឺប្រទេសជាតិហ្នឹងគឺអញ្ញែញ៉ៃវាទៅតម្រង់ដើមអញ្ចឹងទៅតម្រង់ដើមអញ្ចឹងទៅអញ្ចឹងហើយអានេះខ្ញុំគ្រាន់តែរំលឹកខ្ញុំអត់មានថាឲ្យណាទេខ្ញុំគ្រាន់តែខិនឲ្យបងប្អូនយកបុគ្គលិកលក្ខណៈទាំងអស់នេះយកទៅពិនិត្យមើលខ្លួនឯងកុំឲ្យថាខ្ញុំហ្នឹងជាអ្នកវិតម្លៃណាចង់ឲ្យបងប្អូនចេះវិតម្លៃខ្លួនឯងផងបុគ្គលិកលក្ខណៈទី7ជាភាសាអង់គ្លេសហៅ performative politics អា performative politics នេះគឺជាប្រភេទមេដឹកនាំដែលចូលចិត្តអំនួតចូលចិត្តអួតហើយខ្ញុំគិតលើឧទាហរណ៍នេះថាធ្វើម៉េចធ្វើឲ្យខ្លួនឯងអស់ចាស់ណាធ្វើឲ្យខ្លួនឯងអស់ចាស់ធៀបខ្លួនឯងទៅជាស្ដេចនាគធៀបខ្លួនឯងទៅជាកូននាគធៀបខ្លួនឯងទៅជាទេវតាដើរដីធៀបខ្លួនឯងទៅជាពួកផលិតចាប់ជាតិអីឧទាហរណ៍ហើយពាក្យដែលអ្នកនយោបាយប្រើអ្នកនយោបាយប្រភេទហ្នឹងប្រើគឺប្រើពាក្យជ្រៅពាក្យបល័យសាំងស៊ីព្រឹកណាទី1ក្នុងគោលបំណងដើម្បីអីដើម្បីបង្ហាញថាខ្លួនឯងនឹងវាចេះប៉ុន្តែទី2គឺធ្វើឲ្យមហាជនច្រឡំធ្វើឲ្យមហាជនច្រឡំពួកគាត់ស្ដាប់វាមិនយល់ពាក្យណាឃើញជាក់ស្ដែងឃើញមន្ត្រីរដ្ឋាភិបាលកន្លងមកអាណត្តិថ្មីនេះឃើញប្រើពាក្យជ្រៅទៅនិយាយជាមួយពលរដ្ឋដូចណាចាក់ធំបាសឲ្យគោស្ដាប់ណាមានពាក្យថ្មីច្រើនណាមិនដឹងថាអ្នកណាជាទីប្រឹក្សាបង្កើតពាក្យហ្នឹងទេលោកអើយហ៎ចឹងហើយជួនកាលមន្ត្រីរដ្ឋាភិបាលនិយាយទៅមកព្រូទៅពលរដ្ឋស្ដាប់បានទេដល់ពលរដ្ឋស្ដាប់បានគេចាប់ដើមមកឃើញគេអ្នកដឹកនាំគេប្រើពាក្យខ្ពស់ចឹងអាហ្នឹងបងប្អូនឃើញថាមេដឹកនាំដែលមានបុគ្គលិកលក្ខណៈបែបហ្នឹងគឺចាំសិនដែរបុគ្គលិកលក្ខណៈទី8ជាភាសាអង់គ្លេសគេហៅ diverting attention diverting attention នេះគឺមានន័យថាចេះមានន័យថាបើកើតមានរឿងតូចពង្រីកឲ្យធំដើម្បីបានផលប្រយោជន៍នយោបាយរបស់ខ្លួនដល់ពេលអារឿងធំដែលពលរដ្ឋគិតថាជារឿងធំហ្នឹងទៅយករឿងហ្នឹងទៅជារឿងលេងសើចទៅជារឿងធម្មតាឃើញទេអាហ្នឹងគេហៅធ្វើម៉េចហើយការចាប់អារម្មណ៍របស់ពលរដ្ឋទៅលើរឿងដែលជារឿងសំខាន់ហ្នឹងទៅជារឿងសាមញ្ញហើយបន្ទាប់មកទៀតក៏បង្កើតប្រតិកម្មប្រើយុទ្ធសាស្ត្រដើមខ្លះទៅបង្កើតពលុបអាព័ត៌មានឬក៏បញ្ហាហ្នឹងអស់ទៅហ៎ចឹងហើយបានយើងឃើញហើយបញ្ហាមួយចំនួនជាពិសេសរឿងបញ្ហាស្រូវឡើងថ្លៃហ្នឹងស្ងាត់តែស្រូវចុះថោកទាំងទោសដោយសារវាមានប្រតិកម្មផ្សេងទៀតអាហ្នឹងគឺរឿងកាពះរបស់ពលរដ្ឋប៉ុន្តែខ្ញុំលើកឡើងចឹងថាបងប្អូនខ្មែរយើងទ្រាំបានទេអាឈឺចិត្តនឹងលក់ស្រូវថោកហ្នឹងក៏មិនសូវឈឺដោយអាបាត់ដីដែរណាបាត់ដីដែរស្រូវថោកអាចធ្វើស្រូវឡើងថ្លៃបាត់ដីមិនត្រូវយកមិនទេឡើយត្រូវយកមិនទេចឹងហើយបើសិនជាបងប្អូនឃើញ
អ្នកណាម្នាក់ជាមេដឹកនាំណាក៏ដោយជាមេដឹកនាំស្ថាប័នក៏ដោយជាមេដឹកនាំគណៈបកក៏ដោយជាមេដឹកនាំរដ្ឋាភិបាលក៏ដោយឲ្យតែឃើញចេញមកមានលក្ខណៈសម្បត្តិទាំង8ហ្នឹងណាតែមាន2 3នៅក្នុងចំណោម8ហ្នឹងគឺណាត្រៀមខ្លួនបើជិះបានជិះឆ្ងាយបើថាជិះមិនបានទេត្រៀមខ្លួនទទួលកម្ម